គ្រានោះលោកយមរាជនិងមន្ត្រីតូចម្នាក់កើតក្តីវិវាទទាស់ទែងគ្នាជាយូរខែហើយមន្ត្រីតូចនោះគុំគិតសម្លាប់លោកយមរាជនោះឲ្យបានមន្ត្រីតូចនោះមានស្រីបម្រើម្នាក់ជាទីទុកចិត្តប្រើដូចម្ដេចបានទាំងអស់ស្រីបម្រើនោះខំផ្គប់គុណចៅវាយមិនឲ្យទាស់ចិត្តវេលាយប់ស្ងាត់មន្ត្រីនោះនិយាយនឹងស្រីបម្រើថាវេលានេះចូលឯងអាណិតអញពីព្រោះអញស្អប់លោកយមរាជណាស់អញចង់សម្លាប់ចោលតែមិនដឹងរកអ្នកណាជួយរឿងនេះសពថ្ងៃអញឃើញតែឯងមានប្រាជ្ញាហើយមន្ត្រីនោះបង្គាប់ស្រីបម្រើថាចូលឯងចេញពីអញទៅយកប្រាក់លោកយមរាជនៅនឹងគេចោះរួចឯងខំផ្គប់គុណគេឲ្យដូចកាលនៅនឹងឯងបើឯងបម្រើខាងក្រៅដល់លោកយមរាជនោះគេទុកចិត្តស្និទ្ធស្នាលត្រូវឯងចូលបម្រើខាងក្នុងលុះបានហើយឯងចាំមើលរាល់វេលាយប់ស្ងាត់កាលណាយមរាជនោះដេកលក់ចូលឯងរំលាយសំឲ្យក្តៅពុះរួចយកទៅចាក់ក្នុងមាត់ទៅលោកយមរាជនឹងស្លាប់មិនខានគ្មានអ្នកណាដឹងឡើយបើឯងធ្វើបានដូចគំនិតនេះអញនឹងចេញប្រាក់លុះឯងមកវិញឲ្យរួចពីខ្ញុំគេស្រីបម្រើនោះទទួលការសពគ្រប់វេលាយប់នោះអាចោរចិត្តជាដើរលួចគេហើយវាមកអង្គុយក្រោមផ្ទះមន្ត្រីនោះកាលមន្ត្រីនោះកំពុងនិយាយបង្គាប់ស្រីបម្រើឲ្យសម្លាប់យមរាជដូចម្ដេចក៏វាស្ដាប់ការបានទាំងអស់ថ្ងៃក្រោយស្រីបម្រើនោះលាម្ចាស់ទៅរកប្រាក់លោកយមរាជហើយសុំនៅផងលោកយមរាជក៏ទទួលចេញប្រាក់លុះឲ្យទៅបម្រើរៀងមកនាងនោះខំបម្រើផ្គប់គុណលោកយមរាជនិងលោកជំទាវមិនឲ្យទាស់ចិត្តលោកយមរាជនិងជំទាវក៏ទុកចិត្តស្និទ្ធស្នាលឲ្យចេញចូលក្នុងក្រៅបម្រើចិត្តដិតរៀងមកវេលាមួយនោះពេលយប់ស្ងាត់ស្រីបម្រើនោះវាដឹងថាលោកយមរាជនិងលោកជំទាវសម្រានលក់ហើយវាដុតភ្លើងរំលាយសំឲ្យក្តៅពុះហើយវាលើកសំនោះចាក់ក្នុងមាត់លោកយមរាជស្លាប់ទៅរួចត្រឡប់ទៅដេកតាមកន្លែងវិញលុះព្រឹកឡើងលោកជំទាវភ្ញាក់បានដឹងថាប្តីខ្លួនស្លាប់ក៏ស្រែកត្រហោយំមនុស្សផ្អើលមកមើលឃើញលោកយមរាជស្លាប់មែនតែមិនដឹងជាស្លាប់ដោយរោគអ្វីព្រោះគ្មានស្លាកស្នាមបន្តិចសោះលោកជំទាវនោះទៅក្រាបថ្វាយបង្គំទូលស្ដេចតាមរឿងដែលស្លាប់ព្រះរាជាទ្រង់ចាត់ឲ្យមន្ត្រីមកមើលតែមិនដឹងជាស្លាប់ដោយរោគអ្វីព្រោះគ្មានហេតុស្លាកស្នាមក៏ទៅក្រាបបង្គំទូលតាមរឿងព្រះរាជាទ្រង់ឲ្យយកសពទៅបញ្ចុះទុកតាមសំគួរក្រោយនោះជារដូវបុណ្យទ្វារទសមាសនាសមើលសពមុខមន្ត្រីចូលគាល់ព្រះមហាក្សត្រទ្រង់មានព្រះរាជអង្ការថាបើអ្នកឯណារកឈ្មោះមនុស្សដែលសម្លាប់យមរាជបានដឹងច្បាស់ប្រាកដយើងឲ្យធ្វើទីយមរាជរួចទ្រង់ស្ដេចយាងចូលទៅខាងក្នុងវិញសេនាបតីនាសមើលសពមុខមន្ត្រីក៏ទៅផ្ទះរៀងខ្លួន